បងប្អូននេះទៅសៀមរាបរៀនផ្លែងតិចពីអ្នកតាយាយហើយតុកតាមផ្លូវស្អាតដែរបងប្អូនអើយហើយផ្លែងតិចដូចចឹងទៅបានដូចសបាយដល់គ្នាជិះឡើងកន្លះថ្ងៃនេះបើបងប្អូនមានអាការជិះដូចពួកខ្ញុំទាំងសបាយទៅនេះបាទហើយមួយទៀតពូប៉ាស្អាតហ្នឹងគាត់ប្រកែកនិយាយលេងប្រកែណែនាំទីកន្លែងល្អៗឲ្យយើងបានទៅលេងសបាយហើយតម្លៃក៏ធូរដែរបងប្អូនអើយធូរណាស់ហើយដឹងតាយើងទៅយើងមិនខំណោនទេពួកគាត់នាំទៅហើយជួយថតរូបឲ្យយើងទៀតទីតាំងថតហ្នឹងសិតតែស្អាតទៀតយើងអត់ដែរធ្លាប់ទៅហើយបានគាត់នាំទៅឲ្យថតឲ្យយើងទៀតហើយសបាយបងប្អូនទៅសាកបងដូចពួកខ្ញុំតុកខ្មែរយើងហ្នឹងដឹងតែសបាយហ៎បងប្អូនហើយមើលវីដេអូខ្ញុំក៏ដឹងដែរលាក់ទេដឹងថាឃើញពួកខ្ញុំសោករហូតបាយទេសភាពក៏ស្អាតខ្យល់អាកាសក៏ល្អតាមប្រាសាទតាមអីហ្នឹងណាព្រៃសត្វដើមឈើស្អីហ្នឹងស្អាតណាស់ហើយស្រួលហើយទៅដល់ទីណាដែលយើងមើលទៅយើងអាចចុះបានយើងចុះលេងសិនទៅបងប្អូនចុះមើលថតរូបថតអីលេងសិនទៅខ្ញុំទេសចរក៏ច្រើនបាទជីតាមផ្លូវមាននិយាយគ្នាលឺអីខ្លាំងទេបងប្អូនលឺតែខ្យល់ហើយដល់ចឹងទៅបានចេះតែនិយាយទៅជាចង់សោចហើយទាំងនិយាយទាំងតាសក់បាសដូចគ្នាហ្នឹងបាសជ្រុងវាជីទៅខ្យល់ខ្លាំងពេកហើយជាខ្យល់តាមផ្លូវជាណាបងប្អូនចឹងវីដេអូពួកខ្ញុំនេះមានតែប៉ុណ្្នឹងបងប្អូនអើយហើយសូមពឹងបងប្អូននឹងជួយគ្រប់គ្រងពូកង់3ក៏ដូចជាកាយនៅតាមភាសាផងបងប្អូនអរគុណច្រើនបាទ